ជំរាបសួរបងបាទជំរាបសួរបាទគ្រូបាទបងមានឈ្មោះដែរបងខ្ញុំឈ្មោះវត្តបងបាទហើយទីតាំងនេះគេហៅភូមិអីឃុំអីភូមិក្បាលកតុយឃុំតលុនស្រុកស្អាងបងណាបាទបាទបងចង់ដឹងថាបងមុននឹងប្រើផលិតផលធម្មជាតិណាកូស៊ីនេះបងមានបញ្ហាសុខភាពឈឺធ្វើទុកពិបាកមិនខ្លះដែរបងបាទជាដំបូងខ្ញុំជីក្បាលហើយហៀសច្បោតថ្លាហ្នឹងជាប្រចាំថ្ងៃហើយនឹងរមាស់ភ្នែកនឹងមាត់ត្រចៀកឈឺកបាទដល់តាំងពីខ្ញុំបាត់ប្រាស់ហ្នឹងទៅឃើញតែត្រូវជា50%ហើយបាទបងជាយ៉ាងម៉េចខ្លះដែរឥឡូវបងក្នុងខ្លួនខ្ញុំហ្នឹងហ៎បាទអូដូចថារមាស់កឈឺក្បាលហៀសច្បោហើយនឹងឈឺក្បាលហ្នឹងបាត់អស់ហើយបាត់អស់ហើយជាហើយបងឈឺប្រហែលខែប្រហែលឆ្នាំដែរបងពីមុនមករយៈពេលចូល20ឆ្នាំហើយអូ20ឆ្នាំហើយបងបាទឈឺហ្នឹងបាទតាំងពីតមានគ្រួសារអញ្ចឹងពីមុនបងធ្លាប់ប្រើថ្នាំផ្សេងទេបងធ្លាប់ប្រើថ្នាំផ្សេងដែរថ្នាំខ្មែរថ្នាំអីហ្នឹងតែមកទៅអត់ត្រូវទេណាបាទដល់តែពេលតាមដានពេកណាកូស៊ីទៅមិនឃើញគេប្រើច្រើនគ្នាខ្ញុំចាប់អារម្មណ៍យើងជាប្រើដល់ពេលយើងប្រើឃើញតែត្រូវបាទអញ្ចឹងគោបន្តជាប្រើតជាបាទហើយបងប្រើអស់ប្រហែលកំប៉ុងហើយបងទឹមតំកំប៉ុងបងគ្រូអញ្ចឹងបានធូរអស់ហើយឈឺ20ឆ្នាំមកណាបាទ20ឆ្នាំមកឈឺបងប្រើប្រហែលថ្ងៃចាប់ផ្ដើមដឹងថាត្រូវធូរបងប្រហែលជាក្នុងរយៈពេលមួយអាទិត្យបាទដឹងថាធូរទៅហ្មងបាទហើយតើបងចាប់ដើមធូរអីមុនគេបងធូរជាងគេគឺបាត់ឈឺក្បាលមកណាបាទបន្ទាប់មកទីសបោក៏បាត់អារមាស់ភ្នែកអារមាស់ជាតិហ្នឹងក៏បាត់ស្របគ្នាដែរហើយពងកវិញទៀតក៏លេងមានស្លេះបាទអញ្ចឹងបាត់អស់ហើយបញ្ហាពិបាក20ឆ្នាំមកណាបាទគ្រូហ្នឹងហើយបាទបងជឿជាក់ថាប្រកែទេបងថ្នាំបងជឿជាក់បើជឿជាក់មិនជាវហ្នឹងបើជឿជាក់អត់ជាទេឥឡូវបានដូចម្ដងបានធូរបានជាបងណាបាទហ្នឹងហើយបានធូរបានជាច្រើនហើយអញ្ចឹងបងមានពាក្យពេចន៍អី5ឆាទៅដល់ពុកម៉ែបងប្អូនដែលកំពុងតែជួបបញ្ហាពិបាកអាឡែស៊ីបាទឈឺក្បាលឈឺកក្អកមានស្លេះដូចបងអញ្ចឹងឲ្យគាត់បានប្រើបានធូរបានជាដែរហ្នឹងហើយខ្ញុំសូមពុកម៉ែមីងបងប្អូនទាំងអស់ហ្នឹងជឿជាក់លើណាកូស៊ីព្រោះព្យាបាលទៅវាត្រូវជំងឺមែនសូមពុកម៉ែជួយគាំទ្រទាំងអស់គ្នាបាទហើយឥឡូវបងប្រើអស់មកកំប៉ុងបានជាហើយណាបាទហ្នឹងហើយគ្រូអញ្ចឹងអរគុណច្រើនដែលបងជួយចែកម្លែកមកណាអរគុណបាទអរគុណច្រើន